អាយុដំបនាយករដ្ឋមន្ត្រីប្រចាំការវង្សសីវិសុទ្ធបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍកសិកម្មខេត្តកំពង់ធំឆ្នាំ2026-2030នាព្រឹកថ្ងៃទី15ខែសីហាឆ្នាំ2026នៅសាលាខេត្តកំពង់ធំអាយុដំវង្សសីវិសុទ្ធឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចូលមូលដ្ឋានខេត្តកំពង់ធំបានអញ្ជើញជាអធិបតីបើកនិងដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍកសិកម្មខេត្តកំពង់ធំឆ្នាំ2026-2030ដែលសហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌នៃទីស្តីការគណៈរដ្ឋមន្ត្រីនិងរដ្ឋបាលខេត្តកំពង់ធំសិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់តំណាងនិងមន្ត្រីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានក្រុមហ៊ុនចំការកៅស៊ូក្រុមហ៊ុនដឹកជញ្ជូននិងជីកសិកម្មក្រុមហ៊ុននាំចេញអង្ករសមាគមអ្នកដាំស្វាយចន្ទីសមាគមដំឡូងមីកម្ពុជាសហគមន៍កសិកម្មសហគមន៍នេសាទគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុគ្រឹះស្ថានបណ្ដុះបណ្ដាលនិងស្ថាប័នស្រាវជ្រាវព្រមទាំងដៃគូអភិវឌ្ឍសរុបប្រមាណជិត400នាក់អាយុដំឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សសីវិសុទ្ធមានប្រសាសន៍ថាសិក្ខាសាលាពិគ្រោះយោបល់នេះគឺជាការគិតគូររួមគ្នារវាងក្រុមការងារចុងមូលដ្ឋានខេត្តកំពង់ធំនិងរដ្ឋបាលខេត្តព្រមទាំងគ្រប់តួអង្គពាក់ព័ន្ធដើម្បីរៀបចំត្រីវិស័យក្នុងការលើកកម្ពស់សេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជនខេត្តកំពង់ធំវត្តមានចូលរួមរបស់តួអង្គពាក់ព័ន្ធទាំងអស់នាថ្ងៃនេះបានឆ្លុះបញ្ចាំងពីឆន្ទៈចូលរួមនិងការបដិញ្ញាចិត្តក្នុងការអភិវឌ្ឍខេត្តកំពង់ធំទាំងមូលហើយជាពិសេសក្នុងវិស័យកសិកម្មដែលជាវិស័យមានសក្តានុពលដ៏ធំស្របតាមស្មារតីរួមគិតរួមធ្វើនិងរួមទទួលខុសត្រូវសម្ដៅរៀបចំសក្តានុពលវិស័យនេះឲ្យក្លាយទៅជាប្រព័ន្ធសេដ្ឋកិច្ចដែលមានប្រសិទ្ធភាពនិងប្រតិក្រឡាគ្នាព្រមទាំងជាមជ្ឈមណ្ឌលកសិឧស្សាហកម្មដ៏រឹងមាំនិងជាតំបន់ភស្តុភារកម្មរបស់កម្ពុជាអាយុដំឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សសីវិសុទ្ធបានបន្តលើកឡើងថាក្នុងបរិយាកាសសកលលោកបច្ចុប្បន្នការពង្រឹងសន្តិសុខសេដ្ឋកិច្ចកសិកម្មស្បៀងធម្មពលនិងទឹកសុទ្ធសឹងតែជាកត្តាសំខាន់បំផុតមិនអាចមើលរំលងបានដូចគ្នានឹងបញ្ហាអធិបតេយ្យភាពនិងសន្តិសុខជាតិផងដែរក្នុងបរិយាកាសនេះដែរវិស័យកសិកម្មនឹងកាន់តែមានសារៈសំខាន់ព្រោះម្ខាងអាចភ្ជាប់កំណើនសេដ្ឋកិច្ចទៅនឹងការងារប្រាក់ចំណូលនិងជីវភាពប្រជាជននៅមូលដ្ឋានផ្ទាល់និងម្ខាងទៀតដើម្បីធានាសន្តិសុខសេដ្ឋកិច្ចក៏ដូចជាសន្តិសុខជាតិទាំងមូលផងដែរក្នុងន័យនេះរាជរដ្ឋាភិបាលនីតិកាលទី7ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងធម៌ពលរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានចាត់ទុកវិស័យកសិកម្មនិងកសិឧស្សាហកម្មជាវិស័យអាទិភាពដោយមានទិសដៅជំរុញការផ្លាស់ប្ដូរពីកសិកម្មបែបប្រពៃណីទៅជាកសិឧស្សាហកម្មទំនើបដែលមានផលិតភាពប្រាក់ចំណេញទីផ្សារភាពធន់នឹងនិរន្តរភាពនិងតម្លៃបន្ថែមខ្ពស់ដែលផ្អែកលើសសរស្តម្ភគ្រឹះចំនួន4គឺផលិតភាពការធ្វើពិពិធកម្មផលិតផលនិងទីផ្សារកសិកម្មភាពប្រកួតប្រជែងនិងពាណិជ្ជបណ្ឌិតកម្មអាយុដំឧបនាយករដ្ឋមន្ត្រីប្រចាំការមានប្រសាសន៍ផងដែរថាសេដ្ឋកិច្ច GDP ខេត្តកំពង់ធំមានចំណែកនៃវិស័យកសិកម្មរហូតដល់ប្រមាណ 74% ខណៈវិស័យឧស្សាហកម្មមានត្រឹមតែ 6.3% ប៉ុណ្ណោះប្រជាជនខេត្តកំពង់ធំស្មើនឹងប្រមាណ 5% នៃចំនួនប្រជាជនកម្ពុជាទូទាំងប្រទេសខណៈទំហំសេដ្ឋកិច្ចខេត្តកំពង់ធំស្មើនឹងប្រមាណតែ 3% នៃទំហំសេដ្ឋកិច្ចប្រទេសកម្ពុជាប៉ុណ្ណោះតួលេខទាំងនេះបានបង្ហាញសារយុទ្ធសាស្ត្រច្បាស់ថាការរៀបចំអនាគតវិស័យកសិកម្មគឺជាការរៀបចំអនាគតសេដ្ឋកិច្ចរបស់ខេត្តកំពង់ធំទាំងមូលដូចនេះការគិតគូររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍកសិកម្មខេត្តកំពង់ធំឆ្នាំ2026-2030នាថ្ងៃនេះគឺដើម្បីអនាគតរបស់ខេត្តកំពង់ធំនិងដើម្បីអនាគតរបស់ប្រជាជនខេត្តកំពង់ធំចក្ខុវិស័យសម្រាប់ខេត្តកំពង់ធំរបស់យើងគឺត្រូវឈានពីសេដ្ឋកិច្ចដែលមានមូលដ្ឋានកសិកម្មទៅជាសេដ្ឋកិច្ចដែលមានមូលដ្ឋានកសិឧស្សាហកម្មគោលដៅរបស់យើងមិនមែនធ្វើឲ្យខេត្តកំពង់ធំពឹងផ្អែកលើកសិកម្មប៉ុណ្ណោះទេប៉ុន្តែត្រូវប្រើមូលដ្ឋានកសិកម្មដ៏ធំនេះដើម្បីជំរុញវិស័យកសិឧស្សាហកម្មសេវាកម្មការវិនិយោគនិងតម្លៃបន្ថែមឲ្យកាន់តែខ្ពស់ក្នុងន័យនេះអង្គសិក្ខាសាលារបស់យើងគឺត្រូវកំណត់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្មក្នុងរយៈពេល5ឆ្នាំទៅមុខនិងត្រូវរកឲ្យឃើញនៅបញ្ហាដូចជាហេតុអ្វីការស្តុកការកែច្នៃការវេចខ្ចប់និងសេវាភ្ជាប់មិនទាន់រីកធំតាមផលិតកម្មកសិកម្មនិងដំណោះស្រាយព្រមទាំងអន្តរាគមន៍ឲ្យបានច្បាស់លាស់ទន្ទឹមនេះត្រូវកំណត់ថាតើអ្វីជាអតិភិបពិតប្រាកដតើយើងត្រូវធ្វើអ្វីមុននិងអ្វីក្រោយអ្នកណា
ជាអ្នកធ្វើហើយនៅចុងក្រោយតើការផ្លាស់ប្ដូរនោះនឹងធ្វើឲ្យប៉ះពាល់ប្រាក់ចំណូលនិងជីវភាពរបស់ប្រជាជនប្រសើរឡើងយ៉ាងដូចម្តេចឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានសង្កត់ធ្ងន់ថាកសិផលសំខាន់ៗដូចជាស្រូវស្វាយចន្ទីដំឡូងមីកៅស៊ូដំណាំសក្តានុពលវារីវប្បកម្មនិងការចិញ្ចឹមសត្វមិនត្រូវបញ្ចប់ត្រឹមការលក់វត្ថុធាតុដើមឆៅនោះឡើយប៉ុន្តែត្រូវបង្កើតឲ្យមានខ្សែច្រវាក់កែច្នៃបច្ចេកវិទ្យាភស្តុភារកម្មនិងទីផ្សារក្នុងខេត្តឈលលើមូលដ្ឋាននេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានផ្ដល់នូវគោលការណ៍តម្រង់ទិសដែលជាអភិក្រមគន្លឹះចំនួន4សម្រាប់ដំណើរការនៃកិច្ចពិភាក្សារួមមាន1ផលិតភាពនិងប្រាក់ចំណេញដោយត្រូវផ្ដោតទាំងផលិតភាពដីទឹកកម្លាំងពលកម្មថ្លៃដើមតម្លៃលក់ការខាត់បងហានិភ័យនិងបំណុលជាកញ្ចប់ទាំងមូលពីកន្លែងដែលត្រូវកែប្រែតម្រង់ទិសបន្ថែមទៀតក្នុងគោលដៅផលិតឲ្យមានផលិតភាពខ្ពស់មានប្រាក់ចំណេញខ្ពស់និងមានភាពធន់និងចីរភាព2តម្លៃបន្ថែមនិងទីផ្សារដោយត្រូវផ្ដោតលើទីផ្សារមុននិងត្រូវគិតគូរការផលិតសម្រាប់ហូបនិងការផលិតដើម្បីលក់ទាំងស្តង់ដារគុណភាពសុវត្ថិភាពនិងតម្លៃប្រកួតប្រជែងក្នុងគោលដៅធ្វើឲ្យតម្លៃរបស់យើងមានកម្រិតល្អបំផុតហើយអាចឲ្យតួអង្គទាំងអស់នៅក្នុងខ្សែច្រវាក់តម្លៃបានចំណេញទាំងអស់គ្នាពិសេសការជំរុញកសិកម្មតាមកិច្ចសន្យា3ការកសាងប្រព័ន្ធអេកូឡូស៊ីគាំទ្រដោយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តទឹកផ្លូវភ្លើងឃ្លាំងស្តុកសម្បទានសមស្របបច្ចេកវិទ្យានិងការពង្រឹងសមត្ថភាពសហគមន៍កសិកម្មក្នុងគោលដៅឆ្លើយតបទៅនឹងចំណុចរាំងស្ទះនៃខ្សែច្រវាក់4ការអនុវត្តនិងការទទួលខុសត្រូវនិងភាពធន់ដោយកំណត់អ្នកទទួលខុសត្រូវនិងធនធានជាក់លាក់ព្រមទាំងការគ្រប់គ្រងហានិភ័យទាំងអាកាសធាតុទីផ្សារនិងតម្លៃតាំងពីដើមទីមិនមែនរងចាំដោះស្រាយបញ្ហានោះឡើយទន្ទឹមនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានដាក់ជាវិញ្ញាសាគន្លឹះចំនួន5ជូនដល់វាគ្មិននិងក្រុមពិភាក្សាតាមខ្សែចង្វាក់តម្លៃអាទិភាពទាំង6ស្រូវស្វាយចន្ទីដំឡូងមីកៅស៊ូនិងដំណាំសក្តានុពលវារីវប្បកម្មនិងការចិញ្ចឹមសត្វរួមមាន1ការជ្រើសរើសផលិតផលយុទ្ធសាស្ត្រផលិតផលសក្តានុពលនិងការកំណត់តំបន់អាទិភាពព្រមទាំងចលនាកម្លាំងពលកម្មដោយផ្អែកលើស្ថានភាពប្រជាសាស្ត្រក្នុងខេត្តកំពង់ធំផ្អែកតាមផលទៅតាមប្រភេទដំណាំឬការចល័តសកម្មភាពផលិតកម្ម2ការស្វែងរកឲ្យឃើញនៅឫសគល់នៃបញ្ហានិងចំណុចរាំងស្ទះពិតប្រាកដ3ការកំណត់កន្លែងដែលបាត់បង់តម្លៃបន្ថែមក្នុងខ្សែចង្វាក់តម្លៃនៅគ្រប់តួអង្គពាក់ព័ន្ធទាំងអស់4ការបែងចែកតួនាទីរបស់តួអង្គទាំងអស់និងយន្តការសម្របសម្រួលឲ្យបានច្បាស់លាស់និងមានប្រសិទ្ធភាពដើម្បីជៀសវាងការបង្កើតបន្ទុកទៅលើអ្នករកស៊ីនិងអ្នកវិនិយោគ5ការកំណត់គោលដៅជាក់លាក់ដែលអាចវាស់វែងបានឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សសីវិសុទ្ធក៏បានស្នើដល់វាគ្មិននិងក្រុមពិភាក្សាសូមឲ្យគិតគូរខ្សែច្រវាក់តម្លៃព្រោះតើតែយកគោលការណ៍ខ្សែច្រវាក់តម្លៃមកគិតទៅអាចដោះស្រាយបញ្ហាបាននិងអាចទម្លុះទម្លាយបញ្ហាឲ្យអស់មួយខ្សែរបស់វាបានទន្ទឹមនេះក៏មិនត្រូវភ្លេចនៅគុណតម្លៃរបស់យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលគឺការយកប្រជាជនជាស្នូលហើយម៉ែត្រវាស់សំខាន់ចុងក្រោយគឺប្រជាជនបានចំណេញកសិករធូរធារនិងមានមុខរបររឹងមាំប្រាក់ចំណូលកើនឡើងមានសុខុមាលភាពកូនចៅពួកគាត់ទទួលបានការអប់រំសុខាភិបាលនិងមិនធ្លាក់ក្នុងបំណុលវ័នក